សួស្តីក៏សូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងធ្វើហូបហ្នឹងហើយអត់ទៅណាទេថ្ងៃនេះអើយខែ4នេះក៏នៅត្រជាក់ដែរបាទយកថ្ងៃឆ្នាំហ្នឹងយើងធ្វើហូបញ៉ាំនៅទៅណាក៏ទៅផ្សារហើយទៅផ្សារហើយទីដំបូងយើងលាងទៅសក់ឲ្យស្អាតបន្តិចមកលាងវាកោសវាតិចមកលាងវាស្អាតមកបកសបោវាមកបកមកបន្តមកកាត់ក្បាលកាត់អីវិញតិចទៅកុំឲ្យវានៅទឹកដុលពេកបន្តមកយើងដាក់លើជ្រុញមកអូខេហើយយើងលាងទឹកវាហើយយើងដកខ្ទឹមបារាំងបន្តិចមកយើងដកមកដកតែ2ផ្លែបានហើយកុំចាំពេកព្រោះយើងញ៉ាំម្នាក់ឯងទេបាទផ្លែ2ផ្លែបានហើយបន្តមកយើងចាត់ខ្ទឹមបារាំងមកយើងបកវាមកបកខ្ទឹមបារាំងមកអូខេបកឲ្យបកមកវាមកឲ្យចាត់វាបន្តិចមកអូខេពេកចូលចាត់ដែរតាខ្ទឹមបារាំងណែអ្នកទៅ2ផ្លែបានហើយព្រោះយើងអត់ញ៉ាំគ្នាច្រើនទេយើងញ៉ាំម្នាក់ឯងបន្ទាប់មកយើងចាត់ខ្ទឹមបារាំងមុនចាត់ឲ្យចិត្តចឹងមកអូខេចិត្តឲ្យស្ដាយបន្តិចមកដើម្បីវាចាប់ហើយអូខេយើងចាត់តែមកយកទៅតែដាក់ពុកទៅពីណាបាននេះបើខ្ញុំបានប្រពន្ធខ្ញុំតើឲ្យប្រពន្ធធ្វើមកខ្ញុំចូលធ្វើមកខ្លួនឯងមកយើងចិត្តវាស្រាងបន្តិចមកបាទហើយបន្តមកយើងចិត្តសក់យើងចិត្តជួយចឹងអូខេចិត្តវាអញ្ចឹងមកចិត្តឲ្យស្រាងមកដើម្បីឲ្យវាចាប់ផុយទៅពេលណាដែលយើងទុំពេកហ្នឹងគឺងាយផុយទេបាទវាមិនសូវឆ្ងាញ់ទេតូចទៅឆ្ងាញ់ដោយសារតែយើងញ៉ាំទៅវាស្រួលញ៉ាំហើយកាពះយើងក៏វាស្រួលធ្វើដំណើរការដែរបាទព្រោះយើងធំពេកបន្ទាប់មកយើងក៏ដងខ្ទឹមខ្ញុំចូលចិត្តខ្ទឹមខ្ញុំចូលចិត្តខ្ទឹមឆាអីគឺស្គាល់ថាដាក់ខ្ទឹមច្រើនបន្ទាប់មកយើងដកសាច់មកអូខេដកសាច់ដកអីចឹងមកដកឲ្យលាងទឹកវាទៅមកអាសុំតែគេចាំហើយណាមកហើយយើងយកសាច់ទុកអីយើងងាយហាន់វាឲ្យតូចៗមកកុំធំពេកញ៉ាំឲ្យដាក់ចានចាំហើយក៏លាងទឹកវាបន្តិចទៅបន្ទាប់ពីលាងហើយយើងកាច់ភ្លើងតិចមកហើយយើងបន្ទាប់ដាក់ខ្លាញ់ដាក់អីហើយឈូអេអនរងចាំមកខ្ទះក្តៅតិចបន្ទាប់មកយើងដាក់ខ្លាញ់ហើយមើលថាខ្លាញ់ខ្ទះនឹងក្តៅទៀតចាប់ដល់ដាក់ខ្ទឹមមកវល់វាឲ្យសក់ខ្ទះតិចមកខ្លាញ់ហ្នឹងអូខេក្តៅហើយចេញដាក់ខ្ទឹមទៅបាទដាក់ខ្ទឹមឲ្យគោយើងលីងវាបន្តិចទៅបាទលីងវាកុំឲ្យខ្លោចលីងចឹងលីងវាចឹងបាទហើយចាំមកធ្វើមើលតែក្លិនមើលតែបើល្មមដែលយើងដាក់ត្រូវដាក់ហ្នឹងយើងដាក់គោបន្តិចមកគោទៀតគោវាចឹងដាក់សាច់បាទបន្ទាប់យើងដាក់សាច់ហើយយើងយកទៅបាំងវាដើម្បីខ្ទះខ្លាញ់ឲ្យខ្ទះត្រូវមុខអីចឹងណាគោសាច់នឹងឲ្យឆ្អិនទៅគោផងអីឲ្យសប់សាច់ដើម្បីអីឲ្យវាឆ្អិនស្អាតហ្នឹងគោវាចឹងយើងដាក់ចេកហ្នឹងគោវាទៀតគោមកដើម្បីដាក់ពេកខ្យងមកឆាទៅจะដាក់ពេកខ្យងផ្ទះខ្ញុំអត់ដាច់ទេនៅបន្ទប់ខ្ញុំគឺពេកខ្យងគឺមានចោលរហូតគោវាសប់ចឹងមកដើម្បីវាចូលជាតិខ្ញុំចូលចិត្តដល់មកយើងដាក់ខ្ទឹមប្រាំងដាក់សក់ទៅពីទៅបាទគោវត្តវាចឹងមកបាទតមកនេះលទ្ធផលដែលវាមិនទាន់ឆ្អិនទេយើងទៅងុំដាក់ខូបវាចោលបន្តិចសិនបន្ទាប់មកយើងក៏ដាក់ឆ្នាំងសឡយើងចោលយើងក៏សម្អាតកន្លែងដែលយើងធ្វើមកយើងសម្អាតវាមកកុំឲ្យវាកកិចពេកទៅផ្ទះបាយទៅស្អាតជូតវាចឹងមកជូតជួយទៅយើងហ្នឹងឥឡូវយើងមើលហូបយើងវិញដល់ឥឡូវវាតែយើងសពតវ៉ាន់នេះភ្លក់តិចមើលមកស៊ីសឆ្ងាញ់ដែរឥឡូវបានផលហើយឥឡូវវាចេញជារូបរាងហើយបាទយើងដាក់ម្ទេសបន្តិចមកតែពិតតែអត់ចូលចិត្តម្ទេសប៉ុន្តែបើសិនជាមានម្ទេសបន្តិចគឺវាចូលចិត្តដែរអញ្ចឹង